សម្ដេចធិបតីបានថ្លែងថារដ្ឋាភិបាលថៃនឹងរៀបចំក្បាលម៉ាស៊ីន JBC ឲ្យបានត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាចំនួនព្រំដែនជាមួយកម្ពុជាស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគីដែលបានធ្វើកន្លងមកការថ្លែងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនដៃជោកំណាត់ទី2ស្ថិតនៅខេត្តតាកែវនាព្រឹកថ្ងៃទី11ខែមេសាឆ្នាំ2026សម្ដេចធិបតីសង្ឃឹមថាបញ្ហាព្រំដែនកម្ពុជាថៃនឹងអាចដោះស្រាយបានឆាប់ចប់ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជាដោះស្រាយតាមសន្តិវិធីដោយផ្អែកលើសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពចុះហត្ថលេខាជាមួយគ្នារួមទាំងយន្តការអន្តរជាតិផងដែរសម្ដេចធិបតីបានបញ្ជាក់ថាយន្តការទាំងនេះរដ្ឋាភិបាលថៃក៏បានលើកឡើងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរហើយរដ្ឋាភិបាលថៃក៏មិនបានប្រកាសទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយនោះដែរសម្ដេចធិបតីអះអាងថាការប្រើកម្លាំងដើម្បីដោះស្រាយបញ្ហាព្រំដែនគឺមិនងាយបញ្ចប់នោះទេគឺមានតែការចរចាប៉ុណ្ណោះទើបអាចដោះស្រាយបញ្ចប់បានជាពិសេសការចរចាទ្វេភាគីដោយការស្មោះត្រង់ជាមួយគ្នាដើម្បីបញ្ជាការបង្ហូរឈាមនិងកុំឲ្យមានពលរដ្ឋនិងកងកម្លាំងបាត់បង់ជីវិតសងទៅសងមកមិនចេះចប់ទេអញ្ចឹងសម្រាប់កម្ពុជាដំណោះស្រាយដែលជាអត្ថិភាពចម្បងដែលយើងប្រកាន់យកគឺដំណោះស្រាយតាមផ្លូវច្បាប់ដោយសន្តិវិធីដើម្បីជៀសវាងការបង្ហូរឈាមអញ្ចឹងសួរថាដំណោះស្រាយនឹងមានស្អីខ្លះវាមានបញ្ហាជំរើសច្រើនទី1យន្តការទ្វេភាគីអានឹងក៏ត្រូវជាយន្តការច្បាប់និងការទូតដែរតើតែការទូតនិយាយគ្នាចរចាគ្នាផ្អែកទៅលើច្បាប់ផ្អែកទៅលើសន្ធិសញ្ញាច្បាប់អន្តរជាតិមិនប្រើប្រាស់កម្លាំងដើម្បីយកទឹកដីតែផ្ទុយទៅវិញប្រើប្រាស់សន្ធិសញ្ញាកិច្ចព្រមព្រៀងដែលមានជាស្រាប់ទី2យន្តការតំបន់មានអាស៊ានទី3យន្តការអន្តរជាតិមាន UN មានតុលាការមានអីចឹងសួរថាកម្ពុជាយកជំរើសមួយណារាល់ជំរើសទាំងអស់មិនទាន់បិទទ្វារនៅឡើយទេសម្រាប់កម្ពុជាជំរើសស្អីក៏ដោយឲ្យតែជួយកម្ពុជាដើម្បីទាមទារការពារអធិបតេយ្យភាពយើងនឹងធ្វើហើយជំរើសដែលឲ្យកម្ពុជាអាចទទួលជោគជ័យដោយមិនបង្ហូរឈាមតទៅទៀតរបស់ប្រជាពលរដ្ឋទោះបីជាយូរបន្តិចតឹងទ្រូងបន្តិចតែត្រូវខំអត់ធ្មត់ជាមួយគ្នានេះសម្ដេចធិបតីប្រកាសថាដរាបណាការដោះស្រាយតាមផ្លូវច្បាប់និងការទូតមិនទាន់បិទទ្វារគឺរាជរដ្ឋាភិបាលមិនបោះបង់ចោលនោះឡើយសម្ដេចធិបតីបានថ្លែងថាកម្ពុជាមិនរំលោភបំពានលើអធិបតេយ្យប្រទេសណាមួយនោះឡើយហើយកម្ពុជាក៏មិនឲ្យប្រទេសណាមករំលោភលើអធិបតេយ្យរបស់កម្ពុជានោះដែរសម្ដេចធិបតីគូបញ្ជាក់ថារហូតមកដល់ពេលនេះរាជរដ្ឋាភិបាលនិងកងទ័ពថៃមិនទាន់ទាត់ចោលសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025នោះទេចំណុចនេះគឺស្របគ្នានឹងរាជរដ្ឋាភិបាលហើយក៏ជាគន្លឹះក្នុងការដោះស្រាយបញ្ហាព្រំដែនផងដែរ